សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Ravi Podcast យប់នេះខ្ញុំនឹងមានរឿងខ្មោចមួយយកមកប្រាប់បងប្អូនឲ្យបានស្ដាប់ជាការកម្សាន្តនេះគឺជារឿងដែលបានមកពីបងប្រុសម្នាក់ដែលគាត់ឈ្មោះថាបងគ្រីគាត់បានប្រាប់ខ្ញុំផ្ទាល់ពីបទពិសោធន៍គាត់ពេលដែលគាត់ទៅលេងភូមិចាស់របស់មិត្តភ័ក្តិគាត់ហើយជួបទៅនឹងព្រលឹងខ្មោចក្មេងស្រីម្នាក់ដែលហេតុការណ៍នេះធ្វើឲ្យគាត់ចងចាំរហូតមកដល់សប្តាហ៍ថ្ងៃតែមុនចាប់ផ្ដើមចូលទៅក្នុងសាច់រឿងសូមពុកម៉ែបងប្អូនចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានរឿងថ្មីៗជារៀងរាល់សប្តាហ៍ពី Channel របស់ខ្ញុំតោះកុំឲ្យខាតពេលយូរខ្ញុំនឹងចាប់ផ្ដើមនៅសាច់រឿងនេះតែម្ដងរឿងនេះកើតឡើងជិត5ឆ្នាំមុនគាត់បានទៅលេងភូមិចាស់មិត្តស្និទ្ធស្នាលម្នាក់ឈ្មោះវណ្ណៈគាត់កើតក្នុងភូមិដាច់ស្រយាលមួយនៅលើទួលនៃចង្កេះភ្នំស្ថិតនៅខាងលិចឈៀងខាងត្បូងនៃប្រទេសដែលមនុស្សនៅទីនោះគឺរស់នៅដោយពឹងផ្អែកលើការចិញ្ចឹមសត្វធ្វើស្រែកាប់ឈើជាដើមហើយវាស្រែពោពេញទៅដោយពណ៌បៃតងមើលទៅត្រជាក់ភ្នែកបើនិយាយពីខ្យល់អាកាសនាពេលនោះនៅពេលប្រលប់ខ្យល់ត្រជាក់ស្រទន់តែម្ដងគាត់បានបញ្ជាក់ថាពេលដែលគាត់ទៅដល់ភូមិរបស់មិត្តគាត់ដែលមានឈ្មោះថាវណ្ណៈគឺវារៀងប្រលប់ទៅហើយតែមុនទៅដល់ភូមិគាត់បានជិះកាត់ដើមស្វាយធំមួយដើមដែលនៅជាប់នឹងមាត់ត្រពាំងហើយជិតទៅនឹងភ្នំមានដើមស្វាយមួយដើមធំណាស់បើតាមគំនិតគាត់នៅពេលនោះគឺដើមស្វាយនោះមានអាយុច្រើនណាស់ទៅហើយដែលក្រោមដើមមានទីធ្លារាងទូលាយក្រាលដោយស្មៅខៀវហើយមានសឹកស្វាយធ្លាក់ក្រាលពីលើថែមទៀតបងគ្រីបានប្រាប់ថាគាត់មិនមែនទៅម្នាក់ឯងនោះទេគាត់ទៅជាមួយមិត្តភ័ក្តិគាត់ពីរនាក់ទៀតដែលឈ្មោះថាបងឆននិងម្នាក់ទៀតឈ្មោះបងធឿនបងវណ្ណៈគាត់បានប្រាប់មុនទៅហើយថាកុំឲ្យចុះទៅលេងវាលស្រែពេលយប់ព្រោះងងឹតណាស់ហើយម្យ៉ាងទៀតខ្លាចមានសត្វព្រៃឬពស់ហើយគាត់បានបញ្ជាក់ថារឿងដែលគេតែងតែនិយាយតគ្នានោះគឺនៅមានព្រលឹងខ្មោចក្មេងស្រីក្រមុំវាលគោនៅពេលយប់ហើយគាត់ក៏សើចតិចបងគ្រីគ្រាន់តែឃើញវណ្ណៈនិយាយបែបសើចអញ្ចឹងក៏មិនទៅជឿអីនោះដែរដូច្នេះគាត់ថាគាត់កម្របានមកលេងណាស់ហើយក៏ជួបបរិយាកាសបែបល្អបែបនេះណាស់ដែរក៏សុំបងវណ្ណៈដើម្បីទៅបោះតង់គេងនៅខាងក្រៅភ្លាមនោះបងឈូនដូចជាត្រូវដងត្រូវផ្លែដែរក៏លាន់មាត់ថាអើខ្លាចខ្មោចអីសម័យនេះហើយនៅជឿរឿងខ្មោចបានការអីទៀតបងវណ្ណៈរៀងស្រឡាំងកាំងបន្តិចដែលក្រោយឮបងឈូននិយាយអញ្ចឹងតែដោយមើលទៅបងគ្រីបងឈូននិងបងធឿនទទូចពេកខ្លាចថាខ្លួនជាម្ចាស់ផ្ទះចិត្តមិនបានហើយក៏ជាមិត្តភ័ក្តិស្និទ្ធស្នាលក៏មិនប្រកែកអីដែរហើយម្យ៉ាងទៀតនោះគឺគាត់ក៏មិនដែលទៅបានឃើញខ្មោចអ្វីនោះដែរគ្រាន់តែឮគេនិយាយតគ្នាវាកន្លងហួសយូរណាស់ទៅហើយក្រោយទទួលបានការយល់ព្រមស្របពីបងវណ្ណៈពួកគេក៏រៀបចំនៅសម្ភារៈដែលបានបំរុងទុកជាការស្រេចហើយក៏ធ្វើដំណើរចាកចេញពីផ្ទះដើម្បីរកកន្លែងសមរម្យដើម្បីបោះតង់តែម្ដងព្រោះថារៀងយប់ដែរហើយមិនចង់ឲ្យខាតពេលយូរយប់នោះពួកគាត់បោះតង់ក្រោមដើមស្វាយធំមួយដែលបងគ្រីបានសម្គាល់តាំងពីមុនចូលមកដល់ភូមិមកម្លេះបរិយាកាសមានពន្លឺព្រះច័ន្ទចាំងភ្លឺស្ទន់លើលំហទឹកឃើញស្រមោលដើមឈើនិងស្លឹកឈើខ្យល់អាកាសបក់ធ្វើឲ្យមានរលកតូចចាំងផ្លាតជាមួយពន្លឺនៃព្រះច័ន្ទខ្យល់បក់ត្រជាក់បងប្អូនអាចស្រមៃឃើញហើយខ្ញុំគ្រាន់តែគិតដល់ទស្សនភាពនោះគឺស្រស់ស្រាយទៅហើយបើបានទៅដាក់ មក trip ជាមួយបងប្អូនប្រិយមិត្តប្រហែលជាកាត់ stress បានច្រើន
ក្រោយពេលរវល់ជាមួយនឹងការងារតោះមកស្ដាប់សាច់រឿងយើងបន្តទៀតបងគ្រីគាត់បានបន្តនិយាយថាយ៉ាងណាក៏ដោយបងវណ្ណៈបានសនោមពរកុំឲ្យដើរឆ្ងាយឬគេងឆ្ងាយពីគ្នាបងគ្រីថាបរិយាកាសកាលនោះគឺល្អណាស់ពួកគាត់បានបង្កាត់ភ្លើងអាំងសាច់ហើយអង្គុយជជែកគ្នាលេងនៅជុំភ្នក់ភ្លើងក្រោមដើមស្វាយភ្លើងលាយនឹងពន្លឺព្រះច័ន្ទភ្លឺរលោងលើមុខមនុស្សទាំង4នាក់បងគ្រីថាកំពុងតែចូលអារម្មណ៍ស្រាប់តែរំពេចនោះខ្យល់ចាប់ផ្ដើមបក់ត្រជាក់កាត់ខ្នងរបស់គាត់ខុសពីធម្មតាគាត់មានអារម្មណ៍ថាមានអ្នកដើរកាត់ខ្នងគាត់តែគាត់មិនបានខ្វល់ច្រើនគឺបន្តអាំងសាច់និងញ៉ាំប៊ីយ៉ាត្រជាក់ៗយ៉ាងរំភើយរបស់គាត់អញ្ចឹងទៅបន្តិចក្រោយមកបងឈូនបងប្រុសម្នាក់ដែលបាននិយាយពីដើមសាច់រឿងថាទៅជឿអីរឿងខ្មោចសម័យនេះហ៎បងប្អូននៅចាំបាននឹងគាត់ក៏ងើបឡើងហើយដើរសម្ដៅទៅមាត់ត្រពាំងម្នាក់ឯងដើម្បីលាងដៃដោយសារគាត់អាំងសាច់ប្រឡាក់ខ្ជុងហើយជាប់ខ្លាញ់ប្រឡាក់ពេញដៃពេកក៏សម្រេចចិត្តទៅម្នាក់ឯងភ្លេចនៅសម្ដីបងសវណ្ណបងវណ្ណៈប្រាប់ថាកុំឲ្យដើរឆ្ងាយម្នាក់ឯងឬដើរបែកគ្នាពេលវេលាដែលគាត់ធ្វើដំណើរទៅគ្រាន់តែចេញផុតពីវងមនុស្សរៀងឆ្ងាយបន្តិចបរិយាកាសតាមផ្លូវបដូរភ្លាមតែម្ដងបរិយាកាសប្រែជាស្ងាត់ស្ងុំបងឈនអោនក្បងទឹកលាងដៃរួចក៏ងើបត្រឡប់មកវិញតែគ្រាន់តែងាកមកវិញហើយក្រឡេកទៅស្ដាំដៃបន្តិចគាត់ប្រទះឃើញនារីម្នាក់ឈរនៅគៀកគាត់នឹងមុខឡើងខ្មៅហើមរលួយសក់ប៉ុនកញ្ជើអណ្ដាតធ្លាក់ដល់ដីលូបដៃបំរុងច្បាច់កគាត់តែម្ដងមកឈនស្រែកលាន់ពេញវាលស្រែហើយរត់សម្ដៅទៅរកមិត្តភក្តិគាត់ថាគ្រាន់តែឃើញស្វាងចាស់តែម្ដងបងប្អូនបងឈនមុខឡើងស្លេកប៉ែព្រោះគាត់ដឹងថាយប់អាត្មានេះពុំមាននារីណាម្នាក់ចុះមកងូតទឹកត្រពាំងម្នាក់ឯងតែឆ្ងាយពីភូមិអញ្ចឹងនោះទេឈនរត់មកយ៉ាងលឿនហើយប្រាប់មិត្តភក្តិរបស់គាត់នៅព្រឹត្តិការណ៍ដែលបានកើតឡើងលឿនអញ្ចឹងបងវណ្ណៈបន្តសួរថាតើខ្មោចនោះស្លៀកខោកបូយនិងអាវក្រហមមែនអត់បងឈនបញ្ជាក់ថាពន្លឺព្រះច័ន្ទអាចឲ្យខ្ញុំឃើញច្បាស់ហើយគាត់បញ្ជាក់ថាពិតណាស់ពិតជាពាក់អាវក្រហមនិងខោកបូយមែនបងវណ្ណៈគ្រាន់តែឮភិនភាគដូច្នេះគាត់មើលទៅដូចជាភ័យខ្លាំងណាស់ប្រហែលជាគាត់ដឹងនៅរឿងអ្វីម្យ៉ាងតែយ៉ាងណាពួកគាត់មិនអស់ចិត្តទេគាត់ថាគ្រាន់តែជាកូនអ្នកភូមិមកងូតទឹកស្រះដោយចង់ដឹងរឿងហើយមានគ្នាច្រើនទៀតនោះក៏សម្រេចចិត្តដើរទៅមើលនៅស្រះទឹកនោះទាំងអស់គ្នាពួកគាត់យកទូរស័ព្ទបញ្ចាំងភ្លើងហើយដើរតាមគ្នាជាជួរមុខក្រោយអញ្ចឹងទៅបន្តដើរជាជួរដើរតិចរុញគ្នាចុះឡើងនឹងឯងនិយាយពីភ្នែកឡើងងាកស្វែងងាកស្ដាំលក្ខណៈថាខ្លាចតែចង់ដឹងដូចប្រិមិត្តដែលកំពុងតែស្ដាប់អញ្ចឹងនៅពេលទៅដល់មាត់ស្រះគាត់បានបញ្ជាក់ថាមិនមានឃើញអ្វីទេស្រះទឹកដូចជាស្ងប់ស្ងាត់ធម្មតាទេតែក្នុងចិត្តពួកគាត់ដឹងតែថាមិនស្ងប់ស្ងាត់ឡើយបងប្អូនគាត់ដឹងថាគាត់មិនអាចបន្តនៅទីនោះបានទៀតទេបងវណ្ណៈដែលជាម្ចាស់ផ្ទះក៏បបួលមិត្តទាំង3នាក់ដើម្បីវិលត្រឡប់មកទីតាំងបោះតង់វិញហើយរើអីវ៉ាន់ទៅផ្ទះដែលនៅចង្កេះភ្នំវិញខណៈដើរមកដល់ក្រោយដើមស្វាយក៏ស្រាប់តែពួកគាត់បានឮសំឡេងសើចតែសំឡេងសើចនោះបងគ្រីបានបញ្ជាក់ថាឮដូច្នេះបងប្អូនគឺ ចង់ទៅណាសិតតសាច់គឺគាត់បាននិយាយគឺគាត់បានឮអញ្ចឹងតែម្ដងបងប្អូនគ្រាន់តែឮសំឡេងបែបនេះគ្រប់គ្នាងាកស្វែងស្ដាំក៏ប្រទះភ្នែកទៅនឹងស្រមោលរត់ចូលទៅក្នុងដើមឈើដែលជាដើមស្វាយនោះហើយក៏អន្រួនដើមស្វាយធំនោះស្ទើរតែបាក់មែកមិនចាំយូរពួកគាត់ស្រែកស្ទើរផ្លាត់ព្រលឹងហើយក៏ចែកជើងគ្នារត់សម្ដៅទៅភូមិដែលជាផ្ទះបងវណ្ណៈវិញគ្រាន់តែឮសំឡេងកូនក្មួយរត់ព្រុសព្រះ ស្រែកអោងឡោងពេញក្រោមផ្ទះមីងដែលជាឪពុកម្ដាយរបស់បងវណ្ណៈក៏ចុះមកក៏សួរនាំថាមានរឿងអ្វីបានកើតឡើងបានជានាំគ្នារត់ចង់បុកផ្ទះយ៉ាងហ្នឹងបងវណ្ណៈក៏រៀបរាប់ថាមានខ្មោចលងពួកគាត់ម្ដាយឪពុកបងវណ្ណៈក៏និយាយសម្រួលអារម្មណ៍
អ្នកទាំងអស់គ្នាហើយបានទៅអញ្ជើញលោកតាដែលជាគ្រូអាចារ្យដែលនៅក្នុងភូមិមកសូត្រផ្លុំហើយស្រោចទឹកដើម្បីកុំឲ្យខ្លាចពេកក្រែងខ្លាចដល់ថ្នាក់ជ្រុះសក់អីទៅកាន់តែយ៉ាប់ទៅហើយនៅយប់នោះគ្មានអ្នកណាបានសម្រាកទេពិបាកដល់លោកតាអាចារ្យដែលកំពុងសម្រាកត្រូវមកកំដរពួកគាត់ទៀតគាត់មកដល់កាត់មកដល់ពេលព្រឹកមីងដែលជាម្ចាស់ផ្ទះហើយក៏ជាម្ដាយរបស់បងវណ្ណៈក៏បានប្រាប់ថាប្រហែលជាក្មួយបានទៅរំខានកន្លែងគេហើយទើបគេលេងបន្លាចបែបនេះគាត់បានបន្តថាក្រោមដើមស្វាយមាត់ស្រះនោះគឺជាកន្លែងកើតហេតុដែលបុប្ផាដែលជាកូនស្រីស្ត្រីមេម៉ាយដែលជាអ្នកភូមិនៅទីនេះហើយក៏ជានារីក្រមុំស្រស់ស្អាតម្នាក់ត្រូវបានជន់មិនស្គាល់មុខរំលោភហើយធ្វើការសម្លាប់នៅពេលដែលនាងទៅឃ្វាលគោនៅម្ដុំនោះឯងជនល្មើសបានអូសសាកសពអាក្រាតកាយរបស់នាងទៅដាក់ក្រោមដើមស្វាយនោះហេតុការអ្នកមីងដែលជាក្រោយហេតុការនេះអ្នកមីងដែលជាម្ដាយដែលរស់នៅម្នាក់ឯងមិនអាចទទួលយកការខូចចិត្តបានព្រោះរស់នៅតែពីរអ្នកកូនស្រីតែក៏ជន់កំណាចមកយកនាងចេញពីគ្នាចេញដោយគ្មានថ្ងៃអាចជួបវិញបានក៏សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមកូនស្រីតែម្ដងនេះហើយជាអារម្មណ៍ដែលបាត់បង់មនុស្សសំខាន់តែម្នាក់ក្នុងជីវិតហើយក៏ជាទឹកចិត្តនៃម្ដាយដែលហ៊ានលះបង់ជីវិតក៏ដើម្បីតែកូនយ៉ាងណាហេតុការណ៍នេះបានកើតឡើងអស់រយៈពេលយូរហើយក៏ពុំមានអ្នកណាធ្លាប់ជួបការលងបន្លាចបែបនេះដែរប្រហែលពួកក្មួយទៅរំខាននឹងនិយាយអ្វីប៉ះពាល់គេហើយទើបគេលេងឲ្យអស់ដៃតែម្ដងថ្ងៃក្រោយកុំចេះតែហ៊ានបើមិនជឿកុំប្រមាថទុកតែក្នុងចិត្តហើយប្រុងប្រយ័ត្នល្អជាងក្រោយស្ដាប់រឿងនេះពួកគាត់ក៏មិននៅភូមិយូរទៀតដែរក៏រៀបអីវ៉ាន់ហើយវិលត្រឡប់មកផ្ទះមកធ្វើការរៀងខ្លួនតែហេតុការណ៍នេះនៅតែដក់ជាប់អារម្មណ៍ពួកគាត់ហើយពួកគាត់ពុំមានអ្នកណាម្នាក់ហ៊ានដើរបោះតង់ទៀតឡើយចាប់ពីពេលនោះមកនេះហើយជារឿងដែលបងគិរីបានជួបរួចហើយបងប្អូនអ្វីដែលយើងគួរគិតពីវាគឺពេលទៅលេងទីកន្លែងថ្មីឬភូមិដាច់ស្រយាលត្រូវមានការយកចិត្តទុកដាក់មានការគោរពនិងប្រយ័ត្ននៅពាក្យសម្ដីព្រោះយើងមើលមិនឃើញនោះទេយ៉ាងណាមិញនេះគ្រាន់តែជាបទពិសោធន៍របស់មនុស្សម្នាក់ទេបងប្អូនត្រង់មានពិតឬមិនមានពិតនោះសូមបងប្អូនស្ដាប់ដោយពិចារណាជាចុងក្រោយក៏ចង់សូមបងប្អូនចុច Subscribe ហើយ Comment រឿងដែលបងប្អូនធ្លាប់ជួបឬចង់ឲ្យខ្ញុំរៀបរាប់ឲ្យស្ដាប់បន្តទៀតសូមកុំភ្លេច Comment កុំភ្លេច Subscribe សូមអរគុណសម្រាប់ការស្ដាប់ជួបគ្នានៅអេពីសូតក្រោយៗសូមជម្រាបលា